តាន់បានមកទស្សនានៅសារៈមន្ទីរទួលស្លែងអាចមកមើលវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាបានអញ្ចឹងសារៈមន្ទីរទួលស្លែងគឺជាកន្លែងមួយសម្រាប់គេឃុំអ្នកទោសនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលយើងភាគច្រើនស្គាល់ថាជាសម័យប៉ុលពតអញ្ចឹងនៅពេលដែលយើងដើរចូលមកខាងក្នុងមន្ទីរស21យើងនឹងឃើញកន្លែងនេះមុនគេអញ្ចឹងកន្លែងនេះគឺជាកន្លែងភ្នូររបស់ជនរងគ្រោះ14នាក់ដែលបានស្លាប់នៅចុងក្រោយគេបង្អស់មុនពេលក្រុមរណសិរ្សសាមគ្គីសង្គ្រោះជាតិមករំដោះទាំងអស់គ្នាអញ្ចឹងខ្ញុំមកឈរនៅទីតាំងនេះគឺជាដំបូងឡើយកន្លែងនេះគឺជាសាលារៀនប៉ុន្តែនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យគឺគាត់ต้องយកសាលារៀនមកធ្វើជាទីតាំងសម្រាប់ដាក់ឃុំអ្នកទោសហើយនៅក្នុងបរិវេណនេះផងដែរគឺខ្ញុំដើរមើលទៅឃើញមានទាំងអស់4អគារហើយក្នុងមួយអគារមានចំនួន3ជាន់ខ្ញុំបានដើរចូលទៅក្នុងបន្ទប់អគារកហើយនៅក្នុងនោះគឺយើងឃើញមានគ្រែមួយហើយគ្រែហ្នឹងគឺធ្វើពីដែកហើយនៅលើគ្រែហ្នឹងក៏យើងឃើញមានប្រអប់មួយដែរប្រអប់ហ្នឹងគឺគេសម្រាប់ទុកឲ្យជនរងគ្រោះគាត់ដាក់លីមួកឬក៏ទឹកនោមហើយនៅលើគ្រែហ្នឹងក៏មានចម្រឹងដែកដែរចម្រឹងដែកហ្នឹងគឺគេសម្រាប់ទុកដាក់ជើងជនរងគ្រោះហើយនៅក្នុងបន្ទប់ហ្នឹងក៏មានតុរៀនមួយដែរតុហ្នឹងគឺគេសម្រាប់ទុកឲ្យជនរងគ្រោះគាត់អង្គុយសរសេរសារភាពចម្លើយនេះវិញគឺជាវិន័យសន្និបាតរបស់ពួកគាត់នៅក្នុងសម័យហ្នឹងគឺគេមានទាំងអស់9ចំណុចហើយបើយើងនិយាយទៅមើលទៅក្នុងចំណុចមួយៗគឺពិបាកធ្វើហ្មងណាដូចជាចំណុចខ្លះមានដាក់ថាវាយឆក់ខ្សែភ្លើងហើយអត់ឲ្យយើងនេះក៏ជាកន្លែងមួយសម្រាប់ធ្វើទរណកម្មដើម្បីសួរចម្លើយទៅកាន់ជនរងគ្រោះដូចគ្នាអញ្ចឹងដំបូងឡើយគេបានយកជនរងគ្រោះទៅចងជើងពយួរឡើងលើដោយដាំក្បាលចុះមកក្រោមរួចសួរសំណួរទៅកាន់ជនរងគ្រោះនៅពេលដែលជនរងគ្រោះមិនព្រមឆ្លើយសារភាពឬក៏ឆ្លើយមិនបានដោយអ្វីដែលពួកគេចង់បានគេបានចាប់ជនរងគ្រោះទៅជាមួយក្បាលចូលទៅក្នុងពាងហើយនៅក្នុងពាងហ្នឹងពេលខ្លះមានទឹកលីមួកនិងទឹកនោមជាដើមបាទគេមួយនេះវិញគេបានធ្វើសំណាញ់លួសព័ទ្ធពីក្រៅដើម្បីការពារកុំឲ្យជនរងគ្រោះធ្វើអត្តឃាតខ្លួនឯងដោយការលោតសម្លាប់ខ្លួននៅជាន់ខាងលើនៃអគារគេបានធ្វើបន្ទប់ជាច្រើនសម្រាប់ទុកដាក់ជនរងគ្រោះម្នាក់ហើយបន្ទប់នីមួយពិតជាមានទំហំតូចខ្លាំងមែនតើបាទតាមការប៉ាន់ស្មានរបស់ខ្ញុំអាចនឹងមានតតឹងប្រហែលជា7 ម៉ែត្រនិងបដាឲ្យប្រហែលជា1 ម៉ែត្រកន្លះទៅ2 ម៉ែត្រនេះគឺជាឧបករណ៍ដែលគេទុកធ្វើទរណកម្មអ្នកទោសយើងអាចមើលជារូបភាពបានថាគេធ្វើទរណកម្មបែបម៉េចចឹងខ្ញុំអត់អាចថតបានក្បោះក្បាយទេសម្រាប់នៅកន្លែងនេះព្រោះដោយសារតែនៅកន្លែងខ្លះគេអត់អនុញ្ញាតឲ្យយើងថតទេចឹងក្រោយពីអ្នកទាំងអស់គ្នាបានមើលវីដេអូរបស់ខ្ញុំខ្លះហើយកុំភ្លេចឆ្លៀតពេលមកទស្សនាដោយផ្ទាល់ដើម្បីសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ខ្លួនឯ